水泥，水泥，水泥，好，水泥是什么？看这图片，你知道吗？好，水泥也บอก它xi măng，OK，xi măng，xi măng，ភាសាចិនអានថា水泥，水泥，OK，អញ្ចឹងបងប្អូនស្គាល់ពី xi măng ទេ大家好សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel មេញអាន Official នៅថ្ងៃនេះមេញអាន Official សូមលើកយកមេរៀនថ្មីមួយដែលមានចំណងជើងថា建筑用词建筑用词ក៏យើងបកប្រែទៅជាភាសាខ្មែរថាពាក្យសំណង់ប្រើប្រាស់ប្រចាំថ្ងៃអូខេអញ្ចឹងនៅថ្ងៃនេះក៏សូមលើកយកពាក្យទៅតងនឹងសំណង់យើងមកបង្រៀនបងប្អូនវិញម្ដងណាយើងរៀនសន្ទនាច្រើនពេកអញ្ចឹងឥឡូវយើងយកពាក្យផ្សេងថ្មីយកមករៀនវិញម្ដងអញ្ចឹងមុនយើងចូលទៅដល់ការរៀនពាក្យរបស់យើងទាំងអស់ហ្នឹងក៏សូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីពីមេញអាន Official បាទអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនពាក្យតកតងជាមួយនឹង建筑用词ពាក្យសំណង់ប្រើប្រាស់ប្រចាំថ្ងៃជាមួយលោកសិស្សទាំងអស់គ្នាទៅហៅឈីបាបងប្អូនមើលរូបនេះស្គាល់ថារូបអីអត់រូបនេះអូខេសាจือសាจือសាจือយើងបកថាខ្សាច់ណាខ្សាច់បងប្អូនស្គាល់ខ្សាច់ទេខ្សាច់នេះគឺសម្រាប់យើងយកទៅធ្វើជាលំនៅឋានណាធ្វើជាផ្ទះធ្វើជាសាបផ្ទះសាបអីហ្នឹងឬក៏គេយកទៅធ្វើចាក់បេតុងផ្លូវយើងហ្នឹងក៏គេប្រើពាក្យថាសាជើនឹងដែរណាគេយកខ្សាច់នឹងដែរអញ្ចឹងខ្សាច់ហ្នឹងគឺភាសាចិនអានថាសាជើហៅថាសាជើចឹងបងប្អូនកុំច្រឡំខ្សាច់មួយទៀតទេដីខ្សាច់មួយទៀតហ្នឹងដីហ្នឹងគឺអត់អាចយកមកធ្វើអីបានទេមានតែដាំដំណាំទេហៅម៉ាអានេះខ្សាច់គឺមកពីទន្លេហៅម៉ាទៅគេបូមវាចេញពីក្នុងទន្លេមក水泥水泥水泥好水泥是什么看这图片你知道吗好水泥也บอกថាxi măng OK xi măng ណា xi măng ភាសាចិនអានថា水泥水泥 OK អញ្ចឹងបងប្អូនស្គាល់ពី xi măng ទេ腻子粉腻子粉腻子粉好腻子粉យើងបកថាមកទៅបងប្អូនមើលរូបស្គាល់អូខេយើងបកថាម្សៅបៀកណាម្សៅបៀកនេះរូបហ្នឹងរូបម្សៅបៀកអញ្ចឹងលោកsưយកហ្នឹងគឺសិតតែរូបដែលមានផលិតផលហ្នឹងនៅស្រុកខ្មែរណាអត់មាននៅស្រុកគេទេព្រោះលោកsưខ្លាចបងប្អូនអត់ស្គាល់អញ្ចឹងលោកsưសុខចិត្តដាក់រូបដែលតកតងជាមួយនឹងស្រុកខ្មែរមានអញ្ចឹងភាសាចិនអានថា腻子粉腻子粉បកថាម្សៅបៀកណាម្សៅបៀកភាសាចិនអានថា腻子粉អូខេពាក្យបន្តទៀតបងប្អូនស្គាល់អត់រូបនេះអុយ90បងប្អូនស្គាល់អុយ90អត់ក៏จะស្គាល់ណាអុយ90យកធ្វើអីគឺយកទៅលាបជញ្ជាំងផ្ទះលាបអ្វីដែលយើងត្រូវការលាបហៅម៉ាអញ្ចឹងភាសាចិនតើតើនឹងអុយ90ភាសាចិនអានថាម៉េចទៅធូលាវធូលាវធូលាវហៅធូលាវយើងបកថាម៉េចធូលាវយើងបកថាអុយ90ឯងយើងបកថាម៉េចគឺយើងបកថាថ្នាំលាបណាថ្នាំលាបអញ្
ចឹងថ្នាំលាបភាសាចិនអានថាធូលាវណាយើងបកថាថ្នាំលាបអូខេមកដល់ឧបករណ៍មួយទៀតហើយសឹកថាបងប្អូនដែលតងសំណងគាត់ប្រកាសជាស្គាល់ច្រើនណាតែបងប្អូនយើងអត់ស្គាល់អត់តងសំណងពេលខ្លះក៏អត់អាចស្គាល់បានថាជាអីដែរចឹងឥឡូវភាសាចិនបងប្អូនដឹងថាជាបកអានថាម៉េចភាសាចិនយោឈីស្វាហៅយោឈីស្វាយើងបកភាសាខ្មែរថាជក់លាបថ្នាំណាជក់លាបថ្នាំជាសើយោឈីស្វាយើងបកថាជក់លាបថ្នាំសូតែជក់ហ្នឹងគឺយកទៅលាបថ្នាំមែនហ្នឹងហើយជក់ហ្នឹងយកទៅលាបថ្នាំប៉ុន្តែអ្នកខ្លះគេអាចយកជក់ហ្នឹងទៅលាបថ្នាំទេគេអាចយកទៅបោះលើអីមួយឬក៏អ្នកនេះនំធ្វើនំឧទាហរណ៍អ្នកដែលគាត់ចាក់នំគាត់ក៏អាចយកជក់ហ្នឹងទៅចលក់ជាមួយនឹងប្រេងឆាជូតទៅលើផ្ទះឬក៏ពុំនំមកគាត់បានដែរអញ្ចឹងជក់ឬថ្នាំភាសាចិនអានថាម៉េចអានថាយោឈីស្វាអូខេមកដល់រូបនេះបងប្អូនស្គាល់រូបហ្នឹងអត់បងប្អូនដែលខ្លះក៏គាត់ស្គាល់ខ្លះក៏អត់ស្គាល់អញ្ចឹងឥឡូវយើងមកមើលថាតើភាសាចិនគេនិយាយថាម៉េចទៅរូបមួយហ្នឹងគូជីនហ្នឹងយើងបកថាម៉េចគូជីនហ្នឹងយើងបកថាដែកកាយេស្គាល់ដែកកាយេអត់អាហ្នឹងគេខ្មែរគេហៅថាដែកកាយេភាសាចិនគេហៅថាគូជីនហ្នឹងយើងបកថាដែកកាយេអូខេបន្តមកទៀតបងប្អូនមើលរូបនេះបងប្អូនស្គាល់ថាដែកអីគេរូបដែកហ្នឹងរូបហ្នឹងបាទតាយើងមកមើលជាភាសាចិនរបស់យើងតើភាសាចិនរបស់យើងគេនិយាយថាម៉េចហេកាងជីនហៅកាងជីនហ្នឹងយើងបកថាគេទៅកាងជីនជាភាសាខ្មែរដែកសរសៃណាដែកសរសៃអញ្ចឹងដែកហ្នឹងវាមួយសរសៃគេទុកនៅធ្វើអីបងប្អូនស្គាល់ថាដែកហ្នឹងទុកធ្វើអីអូខេដែកហ្នឹងគេសម្រាប់ធ្វើសសរណាសសរឬក៏ចាក់ប្លង់សេអញ្ចឹងភាសាចិនអានថាម៉េចដែកសរសៃកាងជីនហៅកាងជីនយើងបកថាដែកសរសៃភាសាចិនអានថាកាងជីន死枝ហ្នឹងបកថាបងប្អូនមើលអូខេមើលរូបភាពស្គាល់死枝យើងបកថាថ្មឬក៏គ្រួសចឹងឡាសឺអត់បានដាក់រូបគ្រួសមកទេគ្រួសមានន័យថាគេយកពីក្នុងទន្លេមកដូចគ្នាដែរអញ្ចឹងអាហ្នឹងប្រើភាសាគ្រួសប៉ុន្តែបច្ចុប្បន្ននេះជាទូទៅគេអត់សូវប្រើគ្រួសទេគេប្រើថ្មជំនួសវិញដែលគេយកថ្មហ្នឹងទៅកិនឲ្យទូចហ្នឹងដូចគ្រួសដែរអញ្ចឹងភាសាចិនគ្រួសឬក៏ថ្មភាសាចិនអានថាស្ទើបកថាថ្មឬក៏គ្រួសអូខេបងប្អូនមើលរូបនេះបងប្អូនស្គាល់រូបនេះតែបើខុសពីជំនាញសំណង់ហើយជាមិនស្គាល់ទេរូបហ្នឹងអញ្ចឹងបងប្អូនមកអានជាមួយលាសឺជីចៅយើងបកថាម៉េចជីចៅយើងបកថាជើងតាំងណាជើងតាំងភាសាចិនអានថាជីចៅយើងបកថាជើងតាំងហេឃើញស្គាល់ជើងតាំងហ៎ជើងតាំងគឺសម្រាប់ធ្វើអីបងប្អូនដឹងថាជើងតាំងសម្រាប់ធ្វើអីអូខេចាំបើបងប្អូនដឹងចាំជួយ comment ខាងក្រោមដល់ថាជើងតាំងគេសម្រាប់ទុកធ្វើអីតែសើអត់ដឹងដែរថាជើងតាំងគេទុកធ្វើអី
តារូបបន្តទៀតបងប្អូនមើលរូបនេះមានន័យថាម៉េចរូបនេះភាសាចិនអានថាម៉េចឬក៏ភាសាខ្មែរគេថាម៉េចបងប្អូនស្គាល់អត់តាអញ្ចឹងកុំឲ្យយូរបងប្អូនចូលទៅរៀនជាភាសាចិនជាមួយ老师សិន水你转水你转水你转អូខេអញ្ចឹងរូបមួយនេះភាសាចិនអានថា水你转អូខេ水你转បើថាម៉េចទៅណា水你转មើលភាសាខ្មែរមើលគេថាម៉េចអត់ស៊ីម៉ងអូខេអត់ស៊ីម៉ងអញ្ចឹងនេះគេហៅអត់ស៊ីម៉ងឬក៏អត់ខ្យល់ក៏បានដែរយើងហៅអត់ខ្យល់ក៏បានដែរដោយសារគឺទុកប្រហោងផោងសម្រាប់ឲ្យខ្យល់ចូលហ្នឹងគេហៅថា水你转បើថាអត់ស៊ីម៉ងបងប្អូនស្គាល់ណានៅពេលដែលបងប្អូនរៀនមេរៀនទៅក្នុងសំណងជាមួយ老师បងប្អូនអាចស្គាល់ច្រើនហើយមេរៀននេះក៏សំខាន់ដែរសម្រាប់បងប្អូនដែលគាត់ធ្វើការសំណងស្រាប់ដែលគាត់ធ្វើជាមួយនឹងតកែជនជាតិចិនឬក៏ជាងសំណងជនជាតិចិនគាត់អត់ដឹងថាតើពាក្យនីមួយៗទៅនឹងខ្សាច់ថ្មគ្រោះឬក៏ឥដ្ឋស៊ីម៉ងឥដ្ឋប្រហោងឥដ្ឋតាន់ដែកសរសៃដែកកាយអីហ្នឹងថាម៉េចបងប្អូនអាចរៀនជាមួយ老师នៅក្នុង channel មេអាន official អញ្ចឹងយើងតទៅទៀតពាក្យបន្ទាប់ទៀតមានន័យថាម៉េចទៅណោះអូខេបងប្អូនស្គាល់ណាគាត់ទៅស្គាល់ហ្មងរូបនេះដឹងតែស្គាល់ហ្មងគេហៅថាឥដ្ឋអត់តែគេដឹងបងប្អូនអត់តែគេភាសាចិនថាម៉េចខងស៊ីនជាន់ខងស៊ីនជាន់ខងស៊ីនជាន់ភាសាចិនអានថាខងស៊ីនជាន់ភាសាខ្មែរយើងអានថាឥដ្ឋប្រហោងអូខេឥដ្ឋនេះឃើញប្រហោងហ្នឹងចឹងឥដ្ឋប្រហោងភាសាចិនអានថាខងស៊ីនជាន់ខងស៊ីនជាន់បើថាឥដ្ឋប្រហោងអូខេមកទៀតឥដ្ឋនេះបងប្អូនស្គាល់ឥដ្ឋនេះចឹងអូខេឥដ្ឋហ្នឹងឥដ្ឋតាន់ចឹងឥដ្ឋតាន់ជាភាសាចិនថាម៉េចទៅណោះ是新砖是新砖是新砖好是新砖យើងបកថាម៉េច是新砖បកថាឥដ្ឋតាន់ឥដ្ឋតាន់ឥដ្ឋតាន់ភាសាចិនអានថា是新砖是新砖យើងបកថាឥដ្ឋតាន់ណាឥដ្ឋតាន់បងប្អូនចាប់ដើមស្គាល់បដាហើយទៅតងនឹងឧបករណ៍របស់ជាងសំណង់អូខេអញ្ចឹងអានេះហុកនឹងអត់តាន់ទៀតទេតែអត់តាន់ហ្នឹងlà sưចង់និយាយអំពីអីតាចូលទៅមើលតើlà sưនិយាយអំពីអីជាន់ខ្វាយជាន់ខ្វាយជាន់ខ្វាយហ្នឹងយើងបកថាម៉េចទៅជាន់ខ្វាយអូខេជាន់ខ្វាយយើងបកថាឥដ្ឋដុំគឺឥដ្ឋដុំណានេះឥដ្ឋដុំឥដ្ឋហ្នឹងវាជាលក្ខណៈដុំមួយចឹងយើងហៅថាជាន់ខ្វាយណាជាន់ខ្វាយបកថាឥដ្ឋដុំអូខេមករូបបន្តទៀតបងប្អូនស្គាល់នេះរូបនេះរូបអីគេអូខេតាចូលទៅជាមួយ老师ទាំងអស់គ្នា教和板教和板教和板好教和板是什么呢ក្តារកុងផ្លាកេlà cục lập đế thì xã chân an thá trao hở bản bảo thật đá con lá kê okต่อมาtiết bảo phone score thuộc này ok ta cho ta điền chân mà là sớt giờ là chơi tha ta là nó cái hạt ấy à tàu bản choan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  như bộ bài bị sập mai thá ớt cà rô la ớt cà rô la ớt cà rô laភាសាចិនយើងអានថាតោបានជាន់ចឹងហុកហ្នឹងហៅថាឥដ្ឋការ៉ូឡាណាបន្តនេះតើតងអីគេនេះបងប្អូនស្គាល់អត់នេះអូខេតាយើងកុំឲ្យយូរចូលទៅជាមួយដល់សិនទៀតឈឺជាន់
chữ choan ok chữ choan phía xa chân an tha chữ choan phía xa mai yang bỏ tha ất cà rô na ất cà rô phía xa chân an tha chữ choan bỏ tha ất cá rô hey biết mà to tiệt môn là chỗ đó biết nhưng mà đục dần bằng bông score đâu vậy bây giờ năng ai cái đục năng ok ta phía xa chân an tha mấy水关好水关你把它们水关把它对有的 ok 对有的phía xa chân an tha水关 ok 水关把它对有的nhé chẳng mai hai tha tờ vô rồi có tờ vô chỉ tôi tới phía xa và máy cái tay là hai tha tờ vô còn tay là bên là dân xe tha tôi vô tắc phía xa chân an tha tôi水关ê chẳng có đục mùi ní cái lan mến anh gọi vào ôn mà mới ok đục mùi ní phía xa chân an tha pha tiên chi phía xa chân an pha tiên chi cho phía xa mai bỏ tham mai tử bỏ tha mà xin phượng ok mà xin phượng chia phía xa chân an tha pha tiên chi ok chân đục mùi ní pha tiên chi cứ mà sân phượng tại là sơ trong vậy tha pha tiên chi nó mà sân phượng nó cứ ở sòng đá lên mà sân tôi còn này thông có dừng hai tha pha tiên chi tôi có dừng hai tha pha tiên chi cho phở bàn được cái này á có mọi trở lòng hay tha to mà sân tôi bạn phở về pha tiên chi mà sân thông phở về sen ở tế mà sân tôi mà sân thông có phở pha tiên chi được đẹp như thế hả má cho những chỗ tập việc to tiết ấy chân bằng ôn mà mới nè hụt nấy kia còn thua ấy hai chia ông bọc co vậy lái chân nhưng mà mới chia bị xả chân sấn bọc ôn đằng hơi thia choan chi chia choan chi phía xa chân đó phía xa máy những bọt thằng máy tử bỏ thá mà xin cắt ất thì mà xin cắt ất phía xa chân an thá chia choan chi bỏ thá mà xin cắt ất nó khởi nhé hụt đất hụt mà xin cắt ất bọn con score hụt mà xin cắt ất chân mơ hụt nó đấy score hỏi nhé đây cái hai thá chia choan chi mà xin cắt ất 今天我们的课程就先上到这里，谢谢同学们的观看，同学们再见 Thank you goodbye បាទបងប្អូនទាំងអស់គ្នាមេរៀនរបស់យើងរៀនតាក់ទងជាមួយនឹង建筑យងឈើដែលយើងបកប្រែជាភាសាខ្មែរថាពាក្យសំណង់ប្រើប្រាស់ប្រចាំថ្ងៃរៀនចប់ត្រឹមតែប៉ុណ្ណេះមុននឹងបញ្ចប់ទៅលោកសើក៏បានដាក់នៅវីដេអូ3នៅលើអេក្រង់បើសិនជាបងប្អូនពេញចិត្តទៅលើវីដេអូមួយណាបងប្អូនចុច click ទៅលើវីដេអូមួយនោះដើម្បីរៀនបន្តមកទៀតលោកសើសូមឲ្យបងប្អូនជួយចុច like share ជួយចុច subscribe ដល់គុណដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីមេអាន official បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅមេរៀនថ្មីៗក្រោយទៀត